កម្ពុជាគឺជារបៀបដឹកនាំរដ្ឋបែបអាយ៉ងនេះគឺខ្ញុំសំដៅទៅលើលបាំមួយយ៉ាងដែលគេមានខ្សែចងទៅគឺមានអាយ៉ងដែលលោតញាក់តាមខ្សែខាងលើទេអញ្ចឹងអ្នកដែលកាន់អាយ៉ងហ្នឹងគឺលោកហ៊ុនសែនហើយអាយ៉ងហ្នឹងគឺជាលោកហ៊ុនម៉ាណែតខ្ញុំនិយាយនេះន័យធៀបខ្ញុំមិនប្រើពាក្យថាលោកហ៊ុនម៉ាណែតជាអាយ៉ងខ្ញុំជាឧទាហរណ៍គឺលោកហ៊ុនម៉ាណែតហ្នឹងគឺដូចដែលថាការសម្ដែងអាយ៉ងមួយដែលមានគេឲ្យលូតឲ្យដើរឲ្យហក់កឆេកកឆែងអីហ្នឹងគឺបើសិនជាខាងលើអត់ញាក់ខ្សែគឺខាងនេះដេកស្ទឹកហើយអញ្ចឹងអ្វីដែលលោកហ៊ុនសែនធ្វើហ្នឹងគឺធ្វើឲ្យលោកហ៊ុនម៉ាណែតហ្នឹងខ្លាយទៅជាអាយ៉ងហើយសូម្បីតែលោកហ៊ុនម៉ាណែតសប្ងៃជាតកង់ឡានក៏ដោយប៉ុន្តែលោកហ៊ុនសែនគឺលូកដៃកាន់ចកោតរហូតលោកហ៊ុនម៉ាណែតគឺនឹងអង្គុយកៅអីតកង់បានប៉ុន្តែអត់បើកឡានបានទេហើយខ្ញុំបានបញ្យល់ច្រើនដងហើយនេះគឺជារបៀបដឹកនាំរដ្ឋដែលឲ្យត្រីកូនហូបជាជាងបង្រៀនកូនឲ្យស្ទួយត្រីហើយបង្រៀនបែបនេះស្លាប់ខ្លួនទៀតក៏កូនអត់ចេះធ្វើការអីកើតដែរព្រោះកូនអត់មានសមត្ថភាពអីធ្វើការកើតទេតាមពិតបើយើងមើលចំណេះជំនាញផ្នែកអប់រំលោកហ៊ុនម៉ាណែតរៀនបានច្រើនជាងលោកហ៊ុនសែនដល់ថ្នាក់បណ្ឌិតដល់ថ្នាក់អីលោកហ៊ុនសែនរៀនចប់វិទ្យាល័យអត់ទាំងចប់ផងប៉ុន្តែអាសញ្ញាបត្រហ្នឹងវាអត់បានឈ្នះសញ្ញាឃើញរបស់លោកហ៊ុនសែននោះតែឃើញហ្នឹងគឺចង់សម្ដៅទៅលើការដូចថាជោគជាំនៅក្នុងការធ្វើសង្គ្រាមជោគជាំនៅក្នុងការបំផ្លាញខ្មែរគ្នាឯងរឿងគណៈបកសង្គ្រោះជាតិមួយវាយមួយបំផ្លាញខ្ទេចខ្ទីអីហ្នឹងលោកហ៊ុនម៉ាណែតអត់ទាន់មានបទពិសោធន៍ដល់ហ្នឹងទេអញ្ចឹងឪពុករបស់លោកគឺមានសញ្ញាឃើញលោកហ៊ុនម៉ាណែតមានសញ្ញាបត្រក៏ប៉ុន្តែទោះជាក្នុងន័យនេះក៏ដោយក៏គួរតែលោកហ៊ុនម៉ាណែតទេដែលជាអ្នកកាន់ការឲ្យចោះទៅជួបមន្ត្រីក្រុមប្រឹក្សាមូលដ្ឋានឃុំសង្កាត់នេះហើយក៏មិនត្រូវបាច់ចាំទៅចោះអីដែរព្រោះមកហ្នឹងអត់ចាំបាច់ទៅចោះជួបក្រុមប្រឹក្សាឃុំសង្កាត់អីដែរប៉ុន្តែអត់មានខុសអីទេលោកហ៊ុនសែនធ្វើនេះអត់មានខុសទូនីតិទេព្រោះគាត់យកទូនីតិជាប្រមុខរដ្ឋស្ដីទីចោះក្នុងនាមជាប្រមុខរដ្ឋស្ដីទីពេលព្រះមហាក្សត្រមិននៅប៉ុន្តែនៅពេលហ្នឹងគឺធីបបើយើងលេងលបែងគឺធីបបងប្អូនដូចបៀកតេអញ្ចឹងគឺធីបលោកហ៊ុនម៉ាណែតចោលតែម្ដងលើកកាចាស់មកធីបចោលអត់កើយកមកកាន់លេងទៅអញ្ចឹងឥឡូវនេះមិនមែនតែទៅតាមពិតលោកហ៊ុនសែនសប្ងៃនេះវាគួរតែជា3កើ4កើទេជាបៀតូចទេបើយើងនិយាយពីទូនីតិអត់មានសំខាន់អីនៅក្នុងរដ្ឋាភិបាលប៉ុន្តែគាត់ដំឡើងខ្លួនឲ្យឡើងដល់អត់កើធីបកាចាស់គេចោលអស់លីងដល់អញ្ចឹងទៅវាធ្វើឲ្យរបៀបលេងលបែងមួយនេះគឺមើលទៅអញ្ញៃរកទិសតំបន់គ្មានប្រជាពលរដ្ឋក៏វង្វេងវង្វាន់ណាហេតុអីបានជាលោកហ៊ុនម៉ាណែតមិនធ្វើកិច្ចការងារហ្នឹងហើយអីបានទៅប្រធានព្រឹទ្ធសភាហើយចុះបើប្រធានព្រឹទ្ធសភាដឹងថាអាហ្នឹងវាមានទំនាស់ទូនីតិខ្លួនឯងហេតុអីបានចាំបាច់ចោះអញ្ចឹងរឿងសំខាន់ជារឿងនយោបាយទេបងប្អូនកុំខ្វល់រឿងទូនីតិរបស់លោកហ៊ុនសែនធ្វើអីនោះព្រោះអីរឿងសពបែបយ៉ាងហ្នឹងគឺលោកហ៊ុនសែនជាអ្នកសម្រេចទាំងអស់ទេវាអត់ដែលមានការឆ្លោះគ្នាជាមួយថៃបាញ់គ្នានៅព្រំដែនទៅបញ្ជាបញ្ជាតបបញ្ជាអីចេញមកពីទួលកសាំងឬក៏ផ្ទះលោកហ៊ុនសែនដែលមានស្នាក់ការបញ្ជាតបពីប្រធានព្រឹទ្ធសភាទេវាអត់ដែលមានអញ្ចឹងទេព្រោះវាត្រូវតែជារដ្ឋាភិបាលហើយប៉ុន្តែយើងដឹងថាលោកហ៊ុនសែននៅពីក្រោយហ្នឹងវាមិនជាខុសឆ្គងអីទេព្រោះអីប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាហ្នឹងអសឹងអីហ្នឹងឲ្យតែដឹងថាលោកហ៊ុនសែននៅពីក្រោយព្រោះអីបាន2នាក់ដែរមិនអញ្ចឹងបានទាំងឪទាំងកូនផងគឺទុកចិត្តមួយគឺទុកចិត្តថាដរាបណាលោកហ៊ុនសែននៅមានដង្ហើមដកគឺដរាបនោះគណៈបកប្រជាជនកម្ពុជានៅតែមានឥទ្ធិពលក្នុងការបំផិតបំភ័យប្រជាពលរដ្ឋដែលមិនគ្រប់គ្រងរដ្ឋាភិបាលនឹងបានអញ្ចឹងក្រុមដែលគ្រប់គ្រងគណៈបកប្រជាជននឹងរាល់ថ្ងៃនេះភ័យខ្លាចហ៊ុនសែនលោកហ៊ុនសែនបាត់ទៅណាវិញឯងបាត់ទៅថាមានបញ្ហាអីសពបែបយ៉ាងប៉ុន្តែសប្បាយចិត្តឲ្យដឹងថាលោកហ៊ុនសែននៅពីក្រោយនេះទាំងអស់ព្រោះអីវិជាការទុកចិត្តមួយថាអាស្ថិរភាពនយោបាយមួយគឺចង់មិនចង់គឺនៅទប់កុំឲ្យក្រុមគណៈបកប្រឆាំងឬក្រុមអីរំជើបរំជួលអីចឹងទោះជាបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអីក្រុមឃោសនិកគណៈបកប្រជាជនកម្ពុជានេះគេអត់ឲ្យខ្វល់ទេគឺខ្វល់យ៉ាងម៉េចដើម្បីក្រាញអំណាចឲ្យបានគឺរឿងតែមួយគត់ទី1គឺក្រាញអំណាចទី2បើសិនជាបើកំណាចទុនខ្សោយដោយលោកហ៊ុនម៉ាណែតសប្ងៃដឹកនាំនេះណាគណៈបកប្រជាជនកម្ពុជាគឺ 100% នឹងចាញ់ឆ្នោតហើយគណៈបកប្រឆាំងនឹងឡើងមកកាន់ការជាអ្នកដឹកនាំប្រទេសនេះក្នុងពេលដ៏ខ្លីបើសិនជាលោកហ៊ុនសែនមិនបង្ហាញឲ្យប្រាប់ថាគាត់កំពុងដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនេះទេព្រោះអីប្រជាពលរដ្ឋបាត់សេចក្តីទុកចិត្តទៅលើគណៈបកកណ្ដាលអំណាចអញ្ចឹងក្នុងន័យនេះគឺគ្រាន់តែជាការប្រាប់ប្រជាពលរដ្ឋថាកុំភ័យអីគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាទៀតទៅបើទោះលោកហ៊ុនម៉ាណែតខ្សោយក៏ដោយតែលោកហ៊ុនសែននៅពីក្រោយនឹងរហូតជាការគ្រាន់តែ
ទប់អំណាចកុំឲ្យតែវាដួលលឿនទេប៉ុន្តែអត់មែនទប់បានយូរទេវាគ្រាន់តែជាការទិញពេលវេលាទេទិញពេលវេលាហ្នឹងគឺដឹងថាលោកហ៊ុនម៉ាណែតបើបដ ாய் ទៅគឺលលាយខ្សលហើយអញ្ចឹងគាត់ត្រូវតែចូលមកដើម្បីប្រាប់ប្រជាពលរដ្ឋថាកូនគាត់ធ្វើមិនកើតមែនប៉ុន្តែនៅមានឪនៅពីក្រោយអញ្ចឹងនៅតែមានបរោះខ្លាំងនៅពីក្រោយអីអញ្ចឹងទៅអ្នកណាដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកុំអាលដកចិត្តអីព្រោះអីនៅមានឪកូនគេនៅហ្នឹងអញ្ចឹងមិនតាន់ទៅណាហើយនេះគឺជាគ្រោះថ្នាក់បំផុតគ្រោះថ្នាក់ហ្នឹងគឺម្នាក់ដែលជាពិសេសអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនគឺបន់ឲ្យលោកហ៊ុនសែនកុំកើតអីតែលោកហ៊ុនសែនកើតអីប្រយ័ត្នតែគាត់កាំងបេះដូងស្អែកខាងស្អែកសំទោសខ្ញុំមិនដាក់បដាសាទេខ្ញុំចង់ឲ្យគាត់មានសុខភាពល្អអាយុយឺនយូរទៅខ្ញុំមែនតើទៅមិនយកវិធីនៅក្នុងការប្រមាថការទៀនណាក៏ដោយព្រោះអីវាមិនមែនជាអំពើថ្លៃថ្នូរទេខ្ញុំគាត់និយាយថាបើសិនជាលោកហ៊ុនសែនដាច់សរសៃឈាមឬក៏មានបញ្ហាណាមួយដល់អាយុជីវិតគឺបញ្ហាចរាចរណ៍ពេញផ្ទៃប្រទេសមកពេចហ្នឹងគឺដោយសារអីដោយសារតែការគ្រប់គ្រងប្រទេសដែលធ្វើឲ្យនាយករដ្ឋមន្ត្រីមិនអាចកាន់ការអីសម្រាប់ចិត្តអីខ្លួនឯងបានក្រៅពីឪពុកនៅកាន់ការអានេះជាគ្រោះថ្នាក់សម្រាប់ជាតិផងជាគ្រោះថ្នាក់សម្រាប់គណៈបកប្រជាជនកម្ពុជាខ្លួនឯងនឹងផងគ្រោះថ្នាក់សម្រាប់គណៈបកប្រជាជនកម្ពុជាគឺអ្នកដែលមិនពេញចិត្តនឹងគណៈបកប្រជាជនកម្ពុជាហ្នឹងប៉ុន្តែគេអត់ហ៊ាននិយាយស្ដីអីរងចាំឱកាសគឺបន់ឲ្យតែមានបញ្ហាអីដល់លោកហ៊ុនសែនទេក៏ប៉ុន្តែគេមិនអាចធ្វើអីកើតទេគាត់បន់ស្រន់អានេះក៏គ្រោះថ្នាក់ដែរយើងចាំមើលឲ្យតែពេលលោកហ៊ុនសែនមានបញ្ហាអីដើម្បីឲ្យបញ្ហាហ្នឹងគឺវាលាយខ្សលអាហ្នឹងគឺក៏គ្រោះថ្នាក់ដែរអញ្ចឹងមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាខ្លួនឯងហ្នឹងក៏មិនពេញចិត្តនឹងអ្វីដែលកើតឡើងដែរប៉ុន្តែអត់មានជំរឿសទេតែក៏បន់ស្រន់ទៀតថាបើមានបញ្ហាអីកើតឡើងអត់មានលោកហ៊ុនសែនគឺរឿងនេះវាលឿនពេកមិនអាចទប់ទល់មិនអាចគ្រប់គ្រងឲ្យបានចោះទ្រព្យសម្បត្តិដែលលួចជាតិចោះអាបញ្ហារឿងបកពួកនិយមបញ្ហាស្អីតើអ្នកណាអ្នកដោះស្រាយមិនបាត់អស់ទេដូច្នេះពួកគាត់ចង់មិនចង់ប្រទេសមានប្រជាធិបតេយ្យមិនប្រជាធិបតេយ្យក៏អត់ខ្វល់ទេសំខាន់ចង់ឲ្យអំណាចក្រុមគ្រួសារក្រុមពួកគាត់នឹងនៅមានដើម្បីអីកាងទ្របកាងអារបៀបលួចជាតិកាងអំពើពុករលួយកាងអីនោះឲ្យនៅដដែលរឿងតែប៉ុណ្្នឹងឯងមិនមែនដើម្បីប្រយោជន៍ជាតិទេហើយបើដើម្បីប្រយោជន៍ជាតិណាគឺលោកហ៊ុនសែនក៏ប្រឡែងឲ្យលោកហ៊ុនម៉ាណែតធ្វើការដែររៀនសូត្រដល់ The West Point នៅសហរដ្ឋអាមេរិកដឹងប្រជាធិបតេយ្យដឹងសិទ្ធិមនុស្សដឹងស្អីទាំងអស់នៅអង់គ្លេសហ្នឹងក៏មានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតអីដូច្នេះវាជាក្តីសង្ឃឹមប៉ុន្តែលោកហ៊ុនសែនបាច់ក្តីសង្ឃឹមនឹងចោលអស់ដោយសារការគ្រប់គ្រងកូនឲ្យត្រីកូនហូបជាងបង្រៀនកូនឲ្យស្ទួយត្រីលោកហ៊ុនម៉ាណែតអត់មានស្ទួយត្រីទេសប្តាហ៍ថ្ងៃនេះគឺឲ្យពុកដាក់ត្រីក្នុងចានហូបទៅតិចទៀតคล้ายទៅដូចសត្វចាបមួយដែលពេលដែលចាំតែម៉ែបចុកចំណីបងប្អូនមានឃើញរូបវីដេអូមួយខ្ញុំនិយាយម្ដងទៀតចាបនៅពេលដែលវាស៊ាំនឹងការហាមាត់ពេលដែលមីវាដាក់ចំណីចូលក្នុងវត្តគឺតាហាអញ្ចឹងតកៅដាក់មកគឺវាបិទទៅវាស៊ីប៉ុន្តែថ្ងៃមួយនៅពេលដែលវាធ្លាក់ពីសបុកហើយអាតកៅហ្នឹងគឺនៅតាមផ្លូវហ្នឹងវារត់អញ្ចឹងចាបហ្នឹងអត់អាចនឹងចាប់តកៅស៊ីបានទេព្រោះអីវាអត់ចេះបិទមាត់ចាប់តកៅវាហាដើម្បីតកៅធ្លាក់ចូលមាត់វាអញ្ចឹងវាប្រើគេហៅថាសភាវគតិមិនមែនសម្បញ្ញៈអីបើវិចារណញ្ញាណនឹងសម្បញ្ញៈគឺយើងដឹងភ្លាមថាទេតកៅរត់អញ្ចេះបើយើងហាអញ្ចឹងរហូតវាអត់ចូលវាអត់ខំបានទេប៉ុន្តែដល់ពេលយើងប្រើសភាវគតិដោយសារទម្លាប់នៃការបតក់អាតកៅនឹងចូលមាត់អញ្ចឹងសត្វហ្នឹងគឺត្រូវបើកមាត់ចោលរត់តាមតកៅតែបើកមាត់អត់បិទវិញអត់ចាប់តកៅបានទេអានេះគឺជាគ្រោះថ្នាក់មែនតើហើយគ្រោះថ្នាក់នេះគឺសម្រាប់ជាតិខ្មែរទាំងមូលមិនមែនសម្រាប់តែក្រុមគ្រួសារគណៈបកប្រជាជនកម្ពុជានឹងទេព្រោះដោយសារអីប្រទេសមួយអត់មានអ្នកស្នងតំណែងដែលអាចធ្វើការកើតហើយឪពុកចាស់ហើយហ្នឹងអាយុ70ជាងហ្នឹងធម្មតាវ័យនេះហើយគឺការចងចាំការកាយសម្បទាអីអ្នកណាក៏វាទៅដែរជាបែបធម្មជាតិវាគ្មានអ្នកណារស់នៅអមតៈទេគឺមួយថ្ងៃភ្លេចបន្តិចមួយថ្ងៃខ្សោយបន្តិចមួយថ្ងៃអន់បន្តិចមួយថ្ងៃលែងចង់បន្តិចគឺទៅហើយម៉ោងនេះហើយលោកហ៊ុនសែនគួរតែទទួលការសប្បាយរីករាយក្រុមគ្រួសារទៅសម្រាប់វិស្សមកាលនៅឆ្នេរសមុទ្រឆ្នេរខ្សាច់ដល់ផូរផង់ណាទៅទទួលទានទឹកដូងខ្យល់អាកាសត្រជាក់រសៀកពីដែនសមុទ្រខ្មែរឬក៏ទីតាំងណាដែលជាទីមនោរម្យដើម្បីឲ្យជីវិតចុងក្រោយរបស់គាត់បានទទួលភាពសុខសាន្តផងព្រោះអី
ការពារជួយដូចជួយស្រុកខ្មែរនឹងច្រើនពេកក្រុមគ្រួសារគាត់ហ្នឹងវាគួរតែដល់ពេលដែលគាត់សម្រាកគួរតែពេលអញ្ចឹងអត់សោះអត់យកពេលនឹងសម្រាកបានទេទៅទៀតចុះទៅត្រកទៅទៀតទៅជួបមន្ត្រីរាជការដល់ទៅ1193នាក់នៅខេត្តកំពង់ចាមហើយសារគាត់ដឹងថាម៉េចទេនេះគឺជាសារដែលបានមកពីលោកជាធិរិទ្ធដែលជាអ្នកនាំពាក្យរបស់លោកហ៊ុនសែនគាត់ថាអ្វីដែលជាការចុះទៅចុះមូលដ្ឋានទៅជួបមន្ត្រីក្រុមប្រឹក្សាគុំសង្កាត់នៅពេលនេះគឺដើម្បីទី1ចុះទៅពង្រឹងទំនាក់ទំនងផ្សារភ្ជាប់ទំនាក់ទំនងគ្នាជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋានជានឹងលោកហ៊ុនសែនអញ្ចឹងទៅហើយដើម្បីជំរុញដាស់តឿនក្រៅរំលឹកមន្ត្រីទាំងអស់នោះឲ្យបំពេញកិច្ចការងារទាំងឡាយនេះឃ្លានេះគឺខ្ញុំពេញចិត្តមែនតើខ្ញុំថាប្រជាពលរដ្ឋខ្មែរមានភ័ព្វវាសនាណាស់ដែលបានថ្នាក់ដឹកនាំដូចថាដឹងរឿងអំពីការយកចិត្តទុកដាក់ប្រជាពលរដ្ឋហើយនឹងមន្ត្រីរាជការដឹងគាត់ថាម៉េចទេលោកហ៊ុនសែនក្រានរំលឹកមន្ត្រីទាំងអស់ឲ្យជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយដល់ប្រជាពលរដ្ឋហើយត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយងាយរបស់ប្រជាពលរដ្ឋទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនម្យ៉ាងវិញទៀតគឺជៀសវាងប្តីសាក់3ប្រពន្ធសាក់4កូនសាក់5ដែលធ្វើឲ្យមានបញ្ហាដល់ក្នុងសង្គមបងប្អូនសាកគិតមើលថាតើអ្នកណាមិនមានភ័ព្វវាសនានិងសំណាងនៅពេលដែលមានមេដឹកនាំដែលគិតពីប្រជាពលរដ្ឋគិតពីសុខទុក្ខហើយឥឡូវទៅប្រាប់មន្ត្រីរាជការជាប់ឆ្នោតដែលជាកូតារបស់គណៈបកប្រជាជនកម្ពុជានឹងឲ្យចាំខ្លួនថាខ្លួនជាអ្នកបម្រើរាជតាមពិតពាក្យនេះគឺជាពាក្យងាយយល់ទេព្រោះអីមិនចាំបាច់លោកហ៊ុនសែនរំលឹកផងទេពាក្យថាមន្ត្រីរាជការរដ្ឋការហ្នឹងគឺមកពីពាក្យថាភាសាអង់គ្លេសប្រើពាក្យថា civil servants បានន័យថាពាក្យថា servant ហ្នឹងគឺអ្នកបម្រើ civil ហ្នឹងគឺប្រជាពលរដ្ឋអញ្ចឹងភាសាអង់គ្លេសគឺ civil servants ប្រែថាមន្ត្រីរដ្ឋការគឺអ្នកបម្រើរាជហ្នឹងឯងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមែនតើនៅពេលដែលលោកហ៊ុនសែនថាមន្ត្រីគឺមិនមែនជាចៅហ្វាយងាយរាជហ្នឹងណាគឺអ្វីដែលជាការដឹកនាំរដ្ឋដែលមានគាត់ជាប្រមុខរដ្ឋជាអ្នកដែលគ្រប់គ្រងតាំងពីអើយមករាជខ្មែរគ្មានតម្លៃទេទាល់តែអ្នកឯងជាសកម្មជនរបស់គណៈបកកណ្ដាលអំណាចបានគេស្ដាប់ខ្លះចឹងរាជប្រជាទាំងអស់គ្នាហ្នឹងគឺឲ្យតែអ្នកណាខ្ទាស់គណៈបកប្រជាជនកម្ពុជាគឺជាសត្រូវត្រូវតែជាប់គុកត្រូវតែជាពួកឧទាមពួកញុះញង់តែកន្លែងណាដែលយើងគិតថាយើងស្ដាប់ប្រជារាស្ត្របំរើផលប្រយោជន៍ប្រជារាស្ត្រយកចិត្តទុកដាក់ប្រជារាស្ត្រទុកប្រជារាស្ត្រគឺជាទុករបស់មេដឹកនាំគឺបានន័យថាទុកប្រជារាស្ត្រតតែប្រជារាស្ត្រហ្នឹងជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាហើយឥឡូវសូម្បីតែមនុស្សរបស់គណៈបកកណ្ដាលអំណាចហ្នឹងក៏ខ្លោចផ្សារដោយសារតែបញ្ហាដឹកនាំរដ្ឋដែរចាស់កសិករហ្នឹងគេបោះឆ្នោតឲ្យលោកហ៊ុនសែនតាមមិនអញ្ចឹងណាបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាឥឡូវស្រូវ1គីឡូ300 600មិនយើងជាសកម្មជនរបស់គណៈបកប្រជាជនកម្ពុជាសួរមើលសកម្មជនគណៈបកប្រជាជនកម្ពុជាប្រមាណដែលរងការរឹបអូសដីធ្លីបើអ្នកមានវិញមិនបាញ់និយាយទេមនុស្សដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជាហើយជាពិសេសខ្មែរយើងនៅក្រៅប្រទេសដើរសួរតើមានខ្មែរយើងដែលជាអាណិកជនខ្មែរនៅក្រៅប្រទេសបាត់បង់ដីធ្លីប្រមាណទៅឲ្យមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលរឹបអូសរាប់លានហើយរាប់លានដុល្លារទៀតផងប៉ុន្តែក៏អត់និយាយទេព្រោះវាហាស្លាក់ទៅវាខ្ជាក់ស្លែងគ្រប់ត្របកនេះតាំងពីអើយមកចុងក្រោយគេយកដីអស់ដីនៅភ្នំពេញក៏មាននៅកំពង់សោមនៅទល់ដែននៅអីគឺថានិយាយទៅមកពីខ្មែរនៅក្រៅប្រទេសហ្នឹងប្រាក់គាត់ច្រើនដែរក៏មិនដឹងដែរតែទិញដីច្រើនទៅហើយមិនបានមើលការខុសត្រូវអស់ទៅប៉ះចំអាដីនៅក្នុងក្បែរអ្នកធំហ្នឹងគេវាយប្លង់យកអស់ទៅយើងទៅធ្វើស្អីគេនៅពេលដីតែចាប់ផ្ដើមឡើង1ហិកតាឡើងដល់1លានដុល្លារអីវ៉ាន់ហើយអាហ្នឹងទៅសុំភ្លើងយកអាយគេយកទៅទេឲ្យខ្វះទេរឿងច្រើនណាស់ពេលខ្លះគាត់មកនិយាយប្រាប់ខ្ញុំពីការសឹកសួលអួលណែនអរ៉ាហាស្លាក់ខ្ជាក់ស្លែងអីហ្នឹងមិនហ៊ាននិយាយនៅអញ្ចឹងទៅពំតណាពំលេបគ្រោះអញ្ចឹងទៅអាហ្នឹងពីលស៊ីពីលហ្នឹងវាអញ្ចឹងប៉ុន្តែគាត់មិនមែនពីលទេអ្នកនៅក្រៅជួនកាលស្រឡាញ់គ្រប់ត្រគណៈបកប្រជាជនក្នុងន័យកាងការពារប្រយោជន៍ទ្រព្យគាត់មិនមែនស្រឡាញ់ជាតិទេប៉ុន្តែចុងក្រោយអាទ្រព្យក៏អស់អាជាតិក៏អត់បានគឺទន្សាយក៏រួចត្រីរស់ក៏រួច
อันนี้ให้ได้เชียวิบัติทั้งงอจังให้บันខ្ញុំចង់មួយថ្ងៃខ្ញុំនិយាយ10 ដងខ្ញុំចង់ឲ្យយើងមានការផ្សះផ្សាជាតិកាយសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយកុំបាច់ទៅពឹងបរទេសណាមកជួយខ្មែរគ្មានអ្នកណាជួយខ្មែរប្រសើរជាងខ្មែរទេប៉ុន្តែសួរទៅវិញថាខ្មែរនៅស្រុកក្រៅប្រមាណអ្នកចង់ទៅរកស៊ីនៅស្រុកខ្មែរនេះបងប្អូនយកអានិកជនខ្មែរនៅអាមេរិកកាណាដាបារាំងស្វីសអូស្ត្រាលីឬក៏ប្រទេសផ្សេងទៀតដែលមានខ្មែររស់នៅប្រមាណជា1 លាននាក់យកអាធនធានលុយកាក់ដែលគាត់សន្សំបានឬរកបានទៅជួយវិនិយោគនៅស្រុកខ្មែរអត់ចាំបាច់ទៅវិនិយោគស្រុកណាទេព្រោះអីប្រជាពលរដ្ឋខ្មែរច្រើនណាស់លុយសន្ធឹកណាស់នៅក្រៅនេះដើម្បីជាទាំងគំនិតទាំងបញ្ញាទាំងធនធានយកទៅវិនិយោគនៅស្រុកខ្មែរយើងខ្លាយទៅជាឋានសួគ៌ហើយតែខ្មែរគ្នាឯងអត់ចាំបាច់ទៅពឹងបរទេសណាទេប៉ុន្តែសួរមើលមានខ្មែរប្រមាណអ្នកចង់ទៅរកស៊ីនៅស្រុកយើងបើចង់ចូលទៅស្រុកខ្មែរតើតែចូលគណៈបកប្រជាជនកម្ពុជាតើតែឃោសនាឲ្យគេតើតែកាន់ជើងគណៈបកប្រជាជនកម្ពុជាបើហ៊ានតែទៅរកស៊ីទៅរករឿងគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលគឺខ្ទេចខ្ទីអស់ហើយគេរករឿងងាប់ហើយមិនចូលគេមិនចោះទៀតហើយសូម្បីតែថ្នមគេខំប្រឹងបលិមបឡំជាមន្ត្រីសកម្មជនរបស់គណៈបកកណ្ដាលអំណាចហ្នឹងក៏អត់រួចខ្លួនទៀតទាំងផ្សាយក៏រួចត្រីរស់ក៏រួចគេយកដីអស់ទៀតក៏មានដែរមានរឿងច្រើនណាស់ហើយខ្ញុំអត់ចង់បាច់ប្រាប់វែងឆ្ងាយអីទេគាត់ថារឿងនេះគឺវាកាត់ឡើងហើយចឹងបានយើងចង់ឲ្យកែប្រព័ន្ធដឹកនាំរដ្ឋហ្នឹងឲ្យវាមានប្រជាធិបតេយ្យហើយកុំឲ្យមានបកនិយមពេកយើងបកអីបកទៅក៏ឲ្យមានប្រថាកន្លែងកណ្ដាលឲ្យច្រើនហើយដើម្បីស្ដារឲ្យកណ្ដាលឲ្យច្រើនហ្នឹងនយោបាយកុំឲ្យស្មោកគ្រោះអញ្ចឹងពេកកុំងើបមួយវាយមួយកុំកំតិចគេកុំអីហើយស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យទៅហើយឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោះលែងសកម្មជននយោបាយឲ្យអស់ជាពិសេសគឺដោះលែងលោកកឹមសុខានេះនឹងសងប្រហែលថ្ងៃទៀតខ្ញុំកំពុងតែត្រៀមក្បាលកោសក់ហើយនេះ25នៅសល់តែ5ថ្ងៃទៀតទេបងប្អូនគឺតឡាធរនឹងចេញសារដីកាតាក់ទងសំណុំរឿងលោកកឹមសុខាដែលខ្ញុំគិតថា100%សាលាធរនេះនឹងសម្រេចដូចគ្នានឹងតឡាការជាន់ទាបរឿងលោកកឹមសុខាគឺមិនអាចដោះលែងកើតទេហេតុអីបានជាមិនអាចដោះលែងបានបងប្អូនខ្ញុំណាបន់សន់មួយថ្ងៃ10 ដងចង់ឲ្យតែលោកកឹមសុខាមានសេរីភាពបានទៅបំពេញជីវភាពជាអ្នកនយោបាយវិញព្រោះគាត់គឺជាបុគ្គលគំរូណាស់នៅក្នុងសហគមន៍គាត់ជាបុគ្គលឆ្នើមដែលតាក់ទងនឹងសិទ្ធិមនុស្សប្រជាធិបតេយ្យដែលគីឡូធ្ងន់ណាស់ដោយលោកសំរងស៊ីដោយអីនេះគឺសុទ្ធតែជាគីឡូធ្ងន់ណាស់តាក់ទងនៅក្នុងនយោបាយប្រជាពលរដ្ឋទុកចិត្តបញ្យលសិទ្ធិមនុស្សប្រជាធិបតេយ្យតស៊ូនឹងយូរហើយមិនអាចទៅជាប់គុកខាត់បងធនធានមនុស្សច្រើនយកលោកកឹមសុខាដាក់ពន្ធនាគារនៅក្នុងផ្ទះអីហ្នឹងក៏ដោយឲ្យផ្ដំទាទោសគាត់ហ្នឹងគឺជាតិយើងខាត់ណាស់ទី1គឺខាត់ការទូតបងប្អូនឃើញទេពេលដែលលោកកឹមសុខាជាប់ពន្ធនាគារមុននឹងឡើងសវនាការមន្ត្រីទូតគ្រប់ទូតបារាំងកាណាដាអូស្ត្រាលីទូតអាមេរិកគឺចូលទៅគឺសឹកចដាលដើម្បីគេចង់ប្រាប់ថាគេគ្រប់គ្រងឲ្យដោះលែងយើងអត់ស្ដាប់យើងអត់ដោះលែងឃើញតំណាក់តំណងទូតគឺគេស្អប់យើងហ៎មានការអីគេអត់ជួយយើងទេគឺគេថាយើងក៏ក្រិចស្មោកគ្រោកឃើញតែឆ្លោះគ្នាជាមួយថៃអត់មានទូតណាមួយថ្កោលទោសថៃទេគឺគេនៅខាងថៃថាគេមិននៅខាងថៃគឺគេមិននៅខាងយើងនេះវានិយាយចេះដល់គេអត់នៅខាងយើងទៅវាយអីឈ្នះគេការទូតក៏យើងចាញ់សង្គ្រាមក៏យើងចាញ់ស្អីក៏យើងចាញ់ឥឡូវដីហ្នឹងតើបានវិញអត់ឃើញយើងឃើញទុកដល់ជាតិទេដោយសារអីដោយសាររឿងក្រាញអំណាចនយោបាយក្រុមបកពួករបស់ខ្លួនសុកចិត្តរឿងស្អីដែលត្រឹមត្រូវក៏យើងមិនធ្វើដោះលែងលោកកឹមសុខាហើយឥឡូវចូលក្បាលកពើទៀត9 ឆ្នាំហើយនៅសល់តែ3ខែទៀតទេ9 ឆ្នាំព្រោះដល់ខែកញ្ញាឆ្នាំ2026នេះគឺ9 ឆ្នាំគត់គឺថ្ងៃ3ខែកញ្ញាឆ្នាំ2026ព្រោះចាប់លោកកឹមសុខាពីផ្ទះទាំងកណ្ដាលត្រៀតម៉ោងថ្ងៃយប់ថ្ងៃ3ឆ្លងចូលថ្ងៃយប់ថ្ងៃ3ខែកញ្ញាហ្នឹងគឺឆ្នាំ2017ហ្នឹងគឺមកដល់ហ្នឹង9 ឆ្នាំហើយហ្នឹងហើយសួរថាតើយុត្តិធម៌នៅណាហើយរឿងដែលចោទប្រកាន់លោកកឹមសុខាគឺសន្តិភាពគឺក្បត់ជាតិរួមគំនិតក្បត់ជាមួយរដ្ឋាភិបាលអាមេរិកក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដើម្បីយកលេសរំលាយគណៈបកសង្គ្រោះជាតិចោលតើជ្រុលក្បាលកពើយ៉ាងម៉េចដែលខ្ញុំនិយាយថាបើដោះលែងលោកកឹមសុខាឲ្យនៅក្រៅឃុំឬក៏ទម្លាក់ចោលបាត់ចោលទាំងអស់តើអ្នកណាសងគណៈបកសង្គ្រោះជាតិព្រោះយើងយករឿងគណៈករណីលោកកឹមសុខាមកជាដើមហេតុនៃការបង្កើតគណៈបកមួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលហើយចាប់មេបកដាក់គុករំលាយគណៈបកគេចោលហ្នឹងអូយចាឥឡូវបើដោះលែងលោកកឹមសុខាបានន័យថាម៉េច
យើងត្រូវស្ដារឲ្យគណៈបកសង្គ្រោះជាតិឡើងវិញស្ដារតំណាងរាស្ត្រទាំង55កៅអីមកវិញស្ដារក្រុមប្រឹក្សាឃុំសង្កាត់គណៈបកសង្គ្រោះជាតិទាំង2007នាក់480ប្រមាណ489ឃុំសង្កាត់ហ្នឹងមិនឲ្យគាត់មកវិញទាំងអស់ផ្ដល់ប្រាក់ខែសងការខូចខាតលក្ខនឹងលក្ខតើគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាធ្វើកើតទេតែអត់រួចទេកាលានេះឯងដែលខ្ញុំគិតថាយើងចពាក់យើងគេហៅថានៅមិននៅយើងយកជាប់ភ្នៅមកត្បៀតក្លៀកបងប្អូនព្រោះអាចជាប់ភ្នៅហ្នឹងវាស្អិតណាស់តែយើងយកមកជាប់ក្លៀកហើយចាប់ហើយដោយកៅវិជាសាស្ត្រហើយអត់នៅសំណុកក្នុងខ្លួនទេហើយយើងដើរទៅដូចអត់អីអញ្ចឹងធម្មតាប៉ុន្តែជាប់ភ្នៅហ្នឹងនៅជាប់ក្លៀកហ្នឹងយើងទៅធ្វើអីកើតស្អិតក៏ស្អិតបញ្ហាក៏បញ្ហាតែយើងដឹងថាហេតុអីបានជាយកជាប់ភ្នៅហ្នឹងមកដាក់ក្លៀកជាប់ភ្នៅហ្នឹងវាយកទៅបិទស្អីវាបានប្រយោជន៍ស្អីផ្សេងវាអត់ត្រូវនៅក្នុងក្លៀកយើងទេប៉ុន្តែយើងគិតថាអត់ទេដាក់លេងសាកទៅហើយដាក់សាកទៅឥឡូវទៅដោះចាញ់យ៉ាងម៉េចឥឡូវអញ្ចឹងគេហៅថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្ឃរាហើយនេះជាអំពើបាបកម្មមួយធំណាស់នៅពេលដែលយើងរំលាយគណៈបកសង្គ្រោះជាតិហើយចាប់លោកកឹមសុខានិងមន្ត្រីគណៈបកប្រឆាំងអីផ្សេងទៀតនេះយើងគិតថាអស់ចាព្រោះបើគុំតែរំលាយគណៈបកសង្គ្រោះជាតិកុំចាប់លោកកឹមសុខាដាក់គុកកុំងើបមួយវាយមួយកុំផ្ដំទាទោសមន្ត្រីតំណាងរាជគណៈបកសង្គ្រោះជាតិដទៃទៀតឲ្យជាប់គុករាប់សិបឆ្នាំដោយទាំងលោកសំរងស៊ីគ្មានទេគណៈបកប្រជាជនកម្ពុជាដែលមកឈ្នះឆ្នោតស្អីភ្លុកទឹកភ្លុកដីគ្មានទេព្រោះអីបើមានគណៈបកប្រឆាំងនៅដែលគណៈបកប្រជាជនកម្ពុជាដែលឈ្នះដាច់ភ្លុកទឹកភ្លុកដីឯណាតាំងពីអើយមកនៅកាន់ប្រទេសនេះរាប់ឆ្នាំពេលហ៊ុនស៊ិនប៉ិចចូលមកភ្លាមហ៊ុនប៉ិចឈ្នះឆ្នោតបាត់ប្រជាពលរដ្ឋអត់មានបានផ្ដល់ក្តីសង្ឃឹមលើការដឹកនាំរបស់លោកហ៊ុនសែនប៉ុណ្ណឹងគេទៅបោះឆ្នោតឲ្យហ៊ុនស៊ិនប៉ិចឈ្នះប៉ុន្តែឡំប៉ាទៅគឺចែកជាពីរទៀតទៅយូររំលាយហ៊ុនស៊ិនប៉ិចនឹងឲ្យខ្ទេចទៅគណៈបកសង្គ្រោះជាតិគឺមានសិទ្ធិមនុស្សនឹងសំរងស៊ីអីបុកចូលគ្នានឹងទៅក៏คล้ายជាសង្គ្រោះជាតិទៅក៏កើនឡើងស្លឹកឆ្នោតគឺបដំប្រសងគ្នាគណៈបកប្រជាជនកម្ពុជាដែលមានប្រជាប្រិយមកពីណាថយតែរហូតតែទឹកតែរំលាយគណៈបកសង្គ្រោះជាតិនឹងទៅបានឡើងមកនឹងឡើងដោយសារអីយើងឡើងប្រកួតអត់មានគូប្រកួតហ្នឹងដូចយើងរាំចង្វាក់ស្លូអញ្ចឹងយើងរាំម្នាក់ឯងហ្នឹងហើយយើងចេះយកមកនៃកាំងមួយមកយកមកនៃកាំងស្អីគេដូចឃើញរូបគេរាំតាមផ្លូវមួយនោះដោយសារអត់មានគូរាំហ្នឹងគឺបង្កើតជារូបម៉ានីកាំងដាក់តែសរងដាក់សាសពុតឬអាវអីដាក់សក់អីបន្តិចមកហើយយើងហ្នឹងនៅចិត្តតែញូចទៅតាមពិតតែយើងតែម្នាក់ឯងសប្ងៃនេះគឺយើងធ្វើអញ្ចឹងចង្វាក់ស្លូបែបហ្នឹងយើងរាំកើតដែរតិចទៀតហត់ដាច់ខ្យល់ស្លាប់ព្រោះអីយើងត្រូវការគូដើម្បីរាំស្លូ2នាក់ហើយ2នាក់ហ្នឹងត្រូវជួយគ្នាទៅវិញទៅមកស្មើដៃគ្នាមិនមែនទៅតែម្នាក់ឯងហ្នឹងម្នាក់ឈររឹងដូចគល់ឈើហ្នឹងក៏រាំអត់តែតំណងដែរសប្ងៃហ្នឹងគឺយើងឃើញគណៈបកប្រជាជនកម្ពុជាគេរាំតំណងបាត់ស្លូហ្នឹងដោយសារតែដៃគូរបស់គាត់ហ្នឹងគឺជាម៉ានីកាំងគឺអាយ៉ងគឺបានន័យថាជាប់គាត់យកតាមគ្នាអញ្ចឹងទេមកគាត់អស់កម្លាំងលែងយកលែងទៅរួចហើយអ្នកមើលគេឃើញគាត់រាំតំណងដែរសំដែរធ្វើម៉េចបើគាត់អត់គូតែវាមិនមែនជាបត់ស្លូវាត្រូវតែមានដៃគូបើប្រុសត្រូវតែមាននារីម្នាក់ដែលជាដៃគូអញ្ចឹងតែយើងអត់យើងជ្រើសរើសបែបហ្នឹងដូច្នេះចឹងបែបខ្ញុំថារឿងលោកកឹមសុខាគឺជារឿងពំតណោតថយក្រោយអត់បានទេយើងនៅជាប់ផុងនៅកន្លែងហ្នឹងហើយជាប់ផុងនេះគឺជាគ្រោះថ្នាក់ដល់ជាតិយើងដោយសារអីសហគមន៍អន្តរជាតិគេកោតទោសតែយើងនៅតែក្រាញបែបហ្នឹងហើយឥឡូវឧទាហរណ៍មើលខ្ញុំនិយាយយ៉ាងខ្លីដោះលែងលោកកឹមសុខាអ្នកណាសងសំណងខូចខាតព្រោះអីរឿងទាំងអស់ហ្នឹងគឺយើងយកហេតុផលដាក់លោកកឹមសុខាជាប់គុកដោយសារតែវីដេអូគាត់នៅឆ្នាំ2013នៅអូស្ត្រាលីតាក់ទងពីយុទ្ធនាការទៅចោទគាត់ថាផ្ដួលរំលំរដ្ឋាភិបាលហើយជាប្រធានគណៈបកអញ្ចឹងរំលាយគណៈបកគេចោលតែម្ដងដោយសារគិតថាលោកកឹមសុខាជាប្រធានគណៈបកហើយគណៈបកសង្គ្រោះជាតិដែលជាមានប្រជាពលរដ្ឋដល់តែ3លាននាក់ជិត3លាននាក់អញ្ចឹងរំលាយទៅព្រោះអីជាអង្គការចាត់តាំងផ្ដួលរំលំរដ្ឋាភិបាលហើយដល់ពេលឥឡូវបើឲ្យលោកកឹមសុខានៅក្រៅឃុំឬរួចខ្លួនឬក៏អត់ជាប់ទោសអីសោះតែម្ដងតើទៅដោះស្រាយយ៉ាងម៉េចដូច្នេះគេនឹងធ្វើឲ្យគ្រប់កិច្ចបន្តដាក់លោកកឹមសុខាជាប់គុកទៀតបទចោទហ្នឹងនៅដដែលមិនមែនបានន័យថាគេមិនដឹងថាបទចោទហ្នឹងនយោបាយប្រទេសផ្ដាស់ទេប៉ុន្តែវាគេហៅថាជាប់ផុងនឹងយកជាប់ភ្នៅមកទ្វារឃ្លៀកហើយគឺលាអត់បានតែប៉ុណ្្នឹងឯងហើយទៅយូរទៅឲ្យលួយឃ្លៀកអស់ទៅធ្វើម៉េចបើយើងជ្រើសរើសបែបហ្នឹងហើយអ្នកណាដែលស្លាប់ខ្លួនគឺអ្នកដែលនៅរាងកាយយើងហ្នឹង
ប្រជាពលរដ្ឋទាំងអស់ដែលទៅជាមួយនឹងអ្នកដែលប្រព្រឹត្តជាប់ភ្នៅទ្វារឃ្លៀកហ្នឹងនៅជាប់ផងជាមួយជាប់ភ្នៅគេហ្នឹងទៅអាហ្នឹងទៅមិនកម្មអកុសលគឺវាអញ្ចឹងឯងផ្្លាត់ស្នៀតដែរប្រហែលជាគិតថាអាចដោះស្រាយបានហើយកម្មអកុសលរបស់គណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាសប្តាហ៍គឺអារឿងចង្រៃមានព្រំដែនបញ្ហាជាមួយថៃហ្នឹងហ្មងម្ដងនេះគឺជាបញ្ហាសំខាន់បំផុតដែលជាអាយុជីវិតរបស់គណៈបកប្រជាជនកម្ពុជាសន្លឹកបៀចុងក្រោយរបស់គណៈបកប្រជាជនកម្ពុជាដែលថាបើអត់មានចំនួនព្រំដែនណានៅអាចបលិមបឡំអីបានប្រើប្រព័ន្ធផ្សព្វផ្សាយឃោសនាអីហ្នឹងចេះតែទៅបិទបាំងប៉ុន្តែដល់មានចំនួនព្រំដែនហើយដីខ្មែររាប់សិបកន្លែងត្រូវបានថៃគ្រប់គ្រងទៀតគឺជាសន្លឹកបៀធិបចោលអស់ហើយគណៈបកប្រជាជនអស់បៀលេងតែតែម្ដងអញ្ចឹងហើយបានជាលោកហ៊ុនសែនចាប់ផ្ដើមរើសបៀយកមកលេងធិបកចាស់កើចោលលើក3កើ4កើមកធ្វើជាអាត់កើវិញហើយចាប់ផ្ដើមចុះពង្រឹងមូលដ្ឋានបែបនេះដើម្បីស្អំចិត្តអ្នកមូលដ្ឋានប្រាប់ថាថ្នាក់លើកុំអាលអន់ចិត្តតូចចិត្តអីនឹងថ្នាក់លើពេកប្រឹងទៀតទៅអត់អីទេហើយប្រឹងជួយរាជផងអាការជួយរាជយកចិត្តទុកដាក់រាជហ្នឹងមិនមែនតែមិនធ្វើពេលហ្នឹងទេលោកហ៊ុនសែនហ្នឹងថាឲ្យស្អីឆ្លុះកញ្ចក់លាងសម្អាតជំរះកាយជំរះខ្លួនអីហ្នឹងគឺជំរះយូរហើយជំរះតាំងពីកម្ពុជាអត់មានជាមជ្ឈមណ្ឌលឆោបោកអនឡាញដែលខូចឈ្មោះប្រទេសកម្ពុជាលើសកលលោកឥឡូវមិនដឹងជាជំរះយ៉ាងម៉េចបានជាប្រឡាក់ភក់ឲ្យសមក់ឥឡូវមិនត្រឹមប្រឡាក់ភក់ទេគឺប្រឡាក់ព្រេងសិនទៀតបងប្អូនភក់បើគាត់តែយកទឹកបាញ់ទៅវាអាចទៅវានៅជាប់ប្រឡាក់ជាតិភក់នឹងដីនឹងបន្តិចប៉ុន្តែនេះប្រេងម៉ាស៊ីនខ្មៅបងប្អូនអាប្រេងគេច្រាច់ចោលមកពេញខ្លួនតែម្ដងហើយតើយើងជំរះយ៉ាងដូចម្ដេចអានេះហើយខ្ញុំជឿថាលោកហ៊ុនសែនក៏ពិបាកលោកហ៊ុនម៉ាណែតក៏ពិបាកដែរហើយអញ្ចឹងទៅដើម្បីធ្វើឲ្យដោះស្រាយបញ្ហាគឺយើងចុះទៅលួងចិត្តពង្រឹងទៅកុំឲ្យប្រជាពលរដ្ឋថ្នាក់ប៉ុន្តែអានេះគឺជាការទិញពេលវេលាទេព្រោះយុទ្ធសាស្ត្រធ្វើបែបនេះគឺមិនមែនធ្វើនៅពេលនេះទេយើងកំពុងតែលំទឹកដែលអញ្ចឹងចេះតែប្រឹងតថេតថាធាក់ទៅដុំលិមុខដុំអីនឹងចេះតែតោងចេះទៅខ្ញុំអាណិតពួកគាត់ដែរហើយនេះមិនមែនជារឿងដែលគេហៅថាចៃដន្យទេបងប្អូនរឿងនេះអត់មែនរឿងចៃដន្យទេណារឿងដែលកើតឡើងទាំងអស់នេះគឺជារឿងដែលមានការត្រៀមរៀបចំទុករួចជាមុនទៅហើយតែគណៈបកប្រជាជនកម្ពុជាធ្វើមិនដឹងមិនលឺមិនដឹងទេរំលាយគណៈបកសង្គ្រោះជាតិចោលដឹងហើយទាំងគេដាក់ទណ្ឌកម្មលោកហ៊ុនសែនដឹងច្បាស់ទៀតរហូតតទៅផ្កើនដាក់សហគមន៍អឺរ៉ុបថាកុំថាឡើយដក 20% ដក 100% ក៏ខ្មែរអត់ងាប់ដែរគាត់ធ្លាប់និយាយទៅអត់ឈឺក្បាលអត់ប៉ះខ្មែរទេធ្លាប់ហូបក្ដួចហើយអាហ្នឹងម្ដងទៅហើយដល់ពេលក្រោយពេលអាមេរិកមានបញ្ហាអីដឹងថាបញ្ហាអឺរ៉ុបផងអាមេរិកផងចាប់ផ្ដើមរៀងទុនបន្តិចទៅដឹងទាំងអស់រឿងហ្នឹងប៉ុន្តែអត់ព្រមកែអត់ព្រមអីព្រោះអីបើកែគឺវាហាក់គេហៅថាច្រកមានតែពីរសម្រាប់គណៈបកប្រជាជនកម្ពុជាបើហ៊ានតែបធូរឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺគ្មានគណៈបកប្រជាជនកម្ពុជាមានតែពីរហ្នឹងឯងជាតិសាសន៍នេះនឹងបានប្រជាធិបតេយ្យបានស្ងប់បញ្ហាហើយគឺនឹងជាជាតិមានភាពថ្លៃថ្នូរមានស្អីខ្មែរជានីគ្នាវិញប៉ុន្តែគណៈបកប្រជាជនកម្ពុជានឹងរលាយខ្សលតែគាត់ចង់បានអញ្ចឹងឬក៏ចង់បានអីឲ្យប្រកបយើងជ្រើសរើសខំប្រឹងកសាងប្រទេសនេះពីបាតដៃទៅទេគណៈបកប្រជាជនកម្ពុជាបកកុម្មុយនីសតាំងពីដើមទីមករាប់សិបឆ្នាំហើយរួចមកទៅអាលាយខ្សលអីអញ្ចឹងគាត់ព្រមមែនព្រោះគាត់ក៏មិនទុកចិត្តថាគណៈបកប្រឆាំងដែលឡើងកាន់អំណាចនេះនឹងអនុគ្រោះចំពោះអំពើអយុត្តិធម៌និងអំពើផ្ដេសផ្ដាសរបស់គាត់ប្រព្រឹត្តមកលើក្រុមគណៈបកប្រឆាំងនេះដែរគាត់នៅតែភ័យអាទឹកឡើងត្រីស៊ីសម៉ោចទឹកហោចសម៉ោចស៊ីត្រីវាពិបាកអញ្ចឹងបងប្អូនវាអត់មានការធានាអញ្ចឹងបានថាធានាហ្នឹងគឺមានតែដល់ពេលដំណាក់កាលមួយគណៈបកប្រជាជនកម្ពុជាខ្លួនឯងដឹងខ្លួនថាទៅមុខលែងរួចហើយគឺមានតែបធូរបថយទៅអស់គណៈបកប្រជាជនក៏អស់ទៅធ្វើមិនឲ្យតែប្រជាពលរដ្ឋបានសុខទាំង18លាននេះអាហ្នឹងបានជាតិខ្មែរបានសុខបើអត់ទេទាល់តែស្លាប់ខ្លួនហើយមានដឹកនាំនៅណាក៏ដូចនៅណាដែរឲ្យតែមានគំនិតរបៀបផ្ដាច់ការហ្នឹងគឺទាល់តែគេចាប់ទៅទាញទម្លាក់មកដោយកាដាហ្វីដោយសាដាមហ៊ូសេនដោយនៅស្អីគេវេណេស៊ុយអេឡាដោយលោកស្អីតែគេទៅចាប់មកញូវយ៉កអីនេះផ្សេងទៀតតែអញ្ចឹងទេគឺតតែដំណាក់កាលចុងក្រោយគឺរឿងពាក្យថាកែពាក្យថាចោះចាញ់ហ្នឹងគឺដូចជាអត់
ឬក៏ទទួលខុសកំហុសអីហ្នឹងគឺអត់ចឹងហ្មងគឺត្រូវតាវាអកុសលអញ្ចឹងហ៎បងប្អូនតែណាស់ហើយឥឡូវរឿងវាទៅដល់ពេលហ្នឹងហើយតើគាត់ស្អំចិត្តប្រជាពលរដ្ឋបានប៉ុណ្ណាយើងនឹងចាំមើលតទៅទៀតហើយជំហរនេះខ្ញុំជឿថាជាវិញ្ញាសាដ៏ពិបាកបំផុតរឿងព្រំដែនថៃនេះណាកើតឡើងមកនេះគឺជាការដាក់បន្ទុកធ្ងន់ដូចភ្នំព្រះសម័យទៅលើគណៈបកប្រជាជនកម្ពុជាព្រោះធ្លាប់ប្រាប់ថាខ្លួនខែងរែងខ្លួនអង្គអាចខ្លួនក្លាហានខ្លួនមិនចោះញោមបរទេសខ្លួនងើបមួយវាយមួយជាមួយខ្មែរយើងពង្រៀបខ្ទេចខ្ទីអស់ហើយគឺយើងឈ្នះយុទ្ធសាស្ត្រសង្គ្រាមនឹងគឺថាវាឆ្អិនឆ្អៅមុននឹងវាយថៃនឹងយើងទៅអួតពីរឿងប្រាសាទតាមាន់ធំនឹងយើងវាយតែប៉ុណ្ណេះម៉ោងគេនេះលោកហ៊ុនម៉ាណែតនឹងធ្លាប់ប្រើថាកុំថាឡើយយើងមានស្បែកជើងផ្ទាត់អត់មានអាវក្រោះបាញ់តែចំពីមកស៊ូក៏គេខ្វាក់ភ្នែកដែរឈ្នះសង្គ្រាមដែរលាក់យើងនឹងមានសំណាញ់មេឃស្អីនឹងចូលមកមិនចោះដល់តែពេលគេវាយមកប្រាវគឺយើងរត់ប្រះអាយុអស់ទឹកដីយើងមកកណោត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ថៃអានេះគឺជាការធ្វើបាបផ្លូវចិត្តរបស់គណៈបកប្រជាជនកម្ពុជាមែនតើនិយាយទៅជារឿងអកុសលទេបើយើងមើលណាព្រោះគណៈបកប្រឆាំងអត់បានធ្វើអីសោះគណៈបកប្រឆាំងអត់បានរួមចំណែកធ្វើឲ្យរដ្ឋាភិបាលនេះធ្លាក់ដល់កម្រិតនេះទេអត់សោះព្រោះរដ្ឋាភិបាលគណៈបកប្រឆាំងគឺជាក្រុមជនរងគ្រោះចាំមើលដុតធូបបន់មួយថ្ងៃ10ដងឲ្យតែគណៈបកប្រជាជនលលាយខ្សលទេហើយដល់ពេលមានការអីមករករឿងគណៈបកប្រឆាំងដែលជាជនរងគ្រោះហ្នឹងថាអត់ព្រមជួយបន់ស្រន់ឲ្យគណៈបកប្រជាជនកម្ពុជាអាចមានព្រៀបលើថៃវិញគណៈបកប្រឆាំងនេះស្រឡាញ់ជាតិណាស់ចង់តែវាយប្រហារថៃដែរប៉ុន្តែដល់ឃើញឱកាសមាសបែបនេះហើយឃើញគណៈបកប្រជាជនកំពុងលងទឹកហើយអស់ណាស់ហើយឲ្យឆ្លក់ទឹកប្រកាច់ប្រកិនអញ្ចឹងទៅព្រោះអីធ្លាប់គេឆ្លក់ទឹកមិនត្រឹមតែមិនបោះពងឲ្យគេទេគឺយកជើងធាក់ក្បាលគេឲ្យលិចទឹកទៀតមកយោឲ្យធ្វើបាបគេមកយោដល់ពេលខ្លួនឯងវិញអានេះជាឱកាសសងសឹកដែរអញ្ចឹងបានថាខ្មែរយើងអាពាក្យទឹកឡើងត្រីស៊ីសមុទ្រទឹកហោចសមុទ្រស៊ីត្រីហ្នឹងគឺបង្កើតដោយអ្នកគ្រប់គ្រងរដ្ឋហ្នឹងមកហើយដល់ពេលហើយចាប់ផ្ដើមមករករឿងគេថាហេតុអីអត់ជួយគ្នាសោះអញ្ចឹងពេលកំពុងលងទឹកប្រមមកជួយគ្នាមកបែរទៅជាសែកស្ដីឲ្យឬក៏ទាញពងកវត្តចេញឬក៏អីជួយអាទឹកកំពុងឲ្យឆ្លក់ខក់នឹងហើយហ្នឹងគឺជួយធ្វើឲ្យទឹករលកដើម្បីឲ្យលិចទៅបាតដីបាតទឹកហ្នឹងឲ្យឆាប់ទៀតហ្នឹងចោតខាងគណៈបកប្រឆាំងអញ្ចឹងថាអត់ព្រមជួយប៉ុន្តែពេលគ្នាលងទឹកធាក់ក្បាលគ្នាឲ្យលិចក្នុងទឹកដែរអញ្ចឹងដែរអត់ឲ្យពងឯទាញពងទាញអីយកមកឲ្យគ្នាលិចឲ្យងាប់ហ្មងទៅអាហ្នឹងវាកម្មពីអញ្ចឹងណាបងប្អូនវាពិបាកដែរអញ្ចឹងទៅបន្ទោសអ្នកណាទេខ្ញុំប៉ុន្តែខ្ញុំអត់បន្ទោសជនរងគ្រោះគាត់ថាសូមឲ្យបងប្អូនខាងគណៈបកប្រឆាំងសម្រួលយុទ្ធសាស្ត្រឲ្យរឿងខ្លាំងតិចតទៅរឿងជួយថ្កោលទោសថៃឲ្យច្រើនជាងនឹងដែរតែខ្ញុំឃើញគាត់ខំប្រឹងដែររឿងថ្កោលទោសថៃក៏ប៉ុន្តែគាត់មិនភ្លេចរឿងវាយគណៈបកប្រជាជនកម្ពុជាដែលជាជនដៃដល់ដែលធ្វើឲ្យគាត់ខ្លាចជាជនរងគ្រោះហើយអត់ព្រមសារភាពទោសកំហុសឬក៏ជួសជុលសំណងអីនៅតែធ្វើទុកបុកម្នេញពួកក្រុមប្រឆាំងរហូតណាអាហ្នឹងក៏ជាកម្មពីរបស់គណៈបកប្រជាជនកម្ពុជាដែលអំពើបាបប្រព្រឹត្តហើយអត់ព្រមលាងបាបហើយចាប់ផ្ដើមមករករឿងជនរងគ្រោះថាព្រមអរគុណឬក៏ជួយមើលជនប្រព្រឹត្តអ្នកដែលរំលោភហ្នឹងអត់ជួយសរសើរជួយអីការងារល្អអីខ្លះបាទដូចខ្ញុំនិយាយចឹងពួកខាងក្រមជនរងគ្រោះឲ្យតែអ្នកប្រព្រឹត្តហ្នឹងអន្តរធានឆាប់ទេឥឡូវនេះគឺអូខេឥឡូវយើងចាប់ប៉ុណ្ណឹងសិនខ្ញុំស្លេះពីរឿងលោកហ៊ុនសែនចុះទៅនេះហ្នឹងគឺអស់មកនេះហើយរឿងមួយទៀតដែលសំខាន់ដែរគឺតកតងនឹងរដ្ឋមន្ត្រីការពារជាតិថៃថាព្រំដែនខ្មែរថៃគ្មានថ្ងៃបើកវិញទេគឺតតែកម្ពុជាបំពេញលក្ខខណ្ឌឲ្យត្រឹមត្រូវលក្ខខណ្ឌអីហើយបើកអីបិទអីខាងខ្លួនឯងអ្នកបិទតាមិនអញ្ចឹងណាកម្ពុជាប្រាប់ឲ្យតា500ឆ្នាំទៀតបើកក៏បានដែរលោកហ៊ុនសែនក៏និយាយឲ្យតាខ្ញុំថាតាលោកហ៊ុនសែនទេរឿងនេះគឺរដ្ឋមន្ត្រីការពារជាតិថៃយើងឃើញលោកហ៊ុនសែនចុះទៅពង្រឹងស្មារតីមន្ត្រីរាជការជាប់ឆ្នោតនៅក្នុងប្រទេសថៃចុះពង្រឹងស្មារតីទ័ពនៅប្រាសាទតាមាន់ធំអូគេយកអំណោយយកអីមេទ័ពគេទៅកក្រឹកកក្រែងហ្នឹងគេពង្រឹងស្មារតីទ័ពគេខ្លាំងដូចជាត្រៀមជើងព្រួលមិនខ្លាចខ្មែរយកមកវិញអញ្ចឹងណាតែខ្មែរប្រាប់ថាលែងតតាំងអីហើយប្រាប់តាមរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាងយីដែលទៅជួបអនុទិនច័ន្ទវរៈគុលម្សិលមិញណាអនុទិនច័ន្ទវរៈគុលប្រាប់ថាលោកវ៉ាងយីជារដ្ឋមន្ត្រីការបរទេសថៃបានប្រាប់ទៅថៃតាមរយៈគាត់ហ្នឹងថា
កម្ពុជាឡើងតតាំងអីជាមួយថៃហើយហ្នឹងហើយមិត្តដៃថៃចិនណោះជួយខ្មែរណាទៅថៃអត់មានព្រមថ្កោលទោសថៃទេមកយកពាក្យខ្មែរណាទៅប្រាប់ថាខ្មែរឡើងតតាំងទៀតបាត់ដីអស់60កន្លែងជិត60កន្លែងហើយទៅអត់តតាំងតែបានដីអីមកវិញឆ្ងល់ដែរធ្វើជាអារម្មណ៍ខ្មែរម្លេះរដ្ឋមន្ត្រីការបរទេសចិនឬក៏គ្រាន់តែថាលោកអនុទិនច័ន្ទវគ្គគុលចេះតែថាទៅរដ្ឋមន្ត្រីការបរទេសចិនមិននិយាយដូច្នេះអីចឹងឬក៏យ៉ាងម៉េចឥឡូវរឿងរដ្ឋមន្ត្រីការពារជាតិថៃថាព្រំដែនខ្មែរថៃអត់បើកវិញគ្មានថ្ងៃបើកវិញទេគឺគ្មានថ្ងៃបើកវិញគឺតរតែកម្ពុជាបំពេញគ្រប់លក្ខខណ្ឌថ្ងៃនេះលោកអាប់ឌុលប៊ុនថាំចរិនបងប្អូនដឹងហើយណាឈ្មោះថៃថ្មីច្រើនណាខ្ញុំឈឹកក្បាលដែរពេលខ្លះដូររហូតពីមានរដ្ឋាភិបាលថ្មីហ្នឹងគឺកាលពីមុនមានលោកណត្តភង្សណាផានិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិឥឡូវនៅពេលដែលមានរដ្ឋមន្ត្រីថ្មីហើយលោកណត្តភង្សណាផានិចហ្នឹងគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិសល់ពីកូតារបស់ក្រមតកូលថាក់ស៊ីនទេពីរដ្ឋាភិបាលចាស់មកនោះពេលដែលអ្នកស្រីបៃថងឋានទៅបាត់ហើយដោយសារតែជាប់លោកណត្តភង្សណាផានិចជារដ្ឋមន្ត្រីក្រសួងការពារជាតិនោះពីកូតាគណៈបកភឿថៃមកអីក៏ដោយហ្នឹងគូខាងភូមិใจថៃហ្នឹងចេះតែយកមកប្រើសិនមកដល់ពេលឥឡូវភូមិใจថៃឈ្នះឆ្នោតអនុទិនច័ន្ទវរៈគុលឡើងបង្កើតរដ្ឋាភិបាលដូរលោកណត្តភង្សណាផានិចមកជាលោកអាឌុលប៊ុនថាំចរិនដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃថ្មីហើយឥឡូវនេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថ្មីលោកអាឌុលនេះក៏ថាព្រំដែនខ្មែរថៃអត់បើកទេតើតែខ្មែរបំពេញលក្ខខណ្ឌអីបងប្អូនលោកចរិនណាប៊ុនថាំចរិននេះគាត់និយាយថាអញ្ចេះអាឌុលប៊ុនថាំចរិននេះគាត់និយាយថាតើតែខ្មែរគោរពតាមបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ឲ្យបានខ្ជាប់ខ្ជួនទើបអាចនឹងបើកព្រំដែនវិញមានន័យថាម៉េចមានន័យថាបើកម្ពុជាទាមទារដែនដីទាំងអស់ដែលថៃកំពុងគ្រប់គ្រងហ្នឹងណាគឺមានរឿងជាមួយថៃហើយព្រោះថៃយើងបំពេញបទឈប់បាញ់ហ្នឹងហើយព្រំដែននឹងអត់បើកដល់អាដោះមីនចុះអាស្អីកិច្ចសហប្រតិបត្តិការឆបបោកអនឡាញអីផ្សេងទៀតរឿងមកកណោព្រោះនៅក្នុងបទឈប់បាញ់ហ្នឹងមានរឿងច្រើនណារឿងដោះមីនផងរឿងអីប៉ុន្តែរឿងដែលសំខាន់បំផុតគឺរឿងកម្ពុជាព្រមឲ្យដីខ្មែរដែលថៃគ្រប់គ្រងវាយបានក្នុងសង្គ្រាមចុងក្រោយហ្នឹងគឺគ្រប់គ្រងនៅកន្លែងណានៅកន្លែងហ្នឹងឥឡូវថៃគេបញ្ជាក់ថាឲ្យខ្មែរគោរពតាមបទឈប់បាញ់នេះឲ្យបានខ្ជាប់ខ្ជួនមានន័យថាលក្ខខណ្ឌនៃបទឈប់បាញ់គឺអ្នកណានៅហ្នឹងខ្មែរអាចទាមទារគេវិញបានទេហើយថៃត្រៀមកំភ្លើងត្រៀមយោធានឹងពង្រឹងនៅប្រាសាទតាមាន់ធំហ្នឹងគឺដើម្បីការពារអ្វីដែលខ្មែរសញ្ញេឲ្យគេហើយរឿងនេះគ្រោះថ្នាក់ណាស់បងប្អូនខ្ញុំចង់និយាយម្ដងទៀតរឿងព្រំដែនខ្មែរថៃនេះណាគឺរឿងដោយសារតែកម្ពុជាចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយឥឡូវគេយកអានឹងជាប្លង់រឹងគេថាអានឹងជាកិច្ចព្រមព្រៀងសេចក្តីប្រកាសរួមនៃបទឈប់បាញ់គឺខ្មែរអនុញ្ញាតទទួលស្គាល់អ្វីដែលថៃវាយបានហ្នឹងគឺជាដែនអធិបតេយ្យរបស់ថៃពិតមែនហើយនៅក្នុងកិច្ចព្រមព្រៀងហ្នឹងបទឈប់បាញ់ហ្នឹងវាមានមាត្រា3ដែលប្រការ3ចែងថាត្រូវវាស់ជាក់ស្ដែងទៅបានអ្នកណាអ្នកនឹងយកហើយអាវាស់ជាក់ស្ដែងហ្នឹងហើយដែលកម្ពុជាសង្ឃឹមថានឹងបានដីខ្លះពីថៃមកវិញអ្នកណាយកបាក់បវាស់ទៅបានប៉ុន្តែសង្ឃឹមនេះទៅសង្ឃឹមអីសង្ឃឹមមេឃសង្ឃឹមផ្កាយហើយដោយសារអីថៃគេប្រើផែនទីຂະຫນាត1លើ50,000យើងលើ200,000ឥឡូវថៃកំពុងតែរកវិធីលុបអា MOU រួមគ្នានឹងទៀតដែលពឹងទៅលើខ្មែរដង្ហើមចុងក្រោយនៅក្នុងការសង្ឃឹមបានខ្លះហើយក៏និយាយពីរឿងបានទាំងអស់មកវិញអត់ទេខ្លះហ្នឹងគឺសំដៅទៅលើបើវាស់គូទៅបានគេបានយើងប៉ុន្តែបើប្រើຂະຫນាតលើ150,000អាចទាំងអស់ហ្នឹងបានទៅថៃទាំងអស់ហើយព្រោះអីថៃគេច្បាស់បោះគេពីយូរហើយបើវាយយកអ្វីដែលគេគិតថាចាំចិត្តថានឹងនៅក្នុងផែនទីຂະຫນាត1លើ50,000ហ្នឹងណាបាទឥឡូវអាហ្នឹងឯងគឺជារឿងដែលយើងតាមដានតទៅទៀតបងប្អូនហើយចំនួនព្រំដែននៅពេលដែលថៃដាក់លក្ខខណ្ឌថាតើតែយើងគោរពតាមបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួនអញ្ចឹងបានន័យថាបើកម្ពុជាគោរពតាមបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួនគឺបានន័យគោរពថាដីថៃដែលកំពុងគ្រប់គ្រងជាដីខ្មែរពីមុនហ្នឹងគឺបោះថៃហើយព្រោះបើយើងអត់គោរពបានន័យថាយើងយកមកវិញ
ហើយយកមកវិញមានវាយគ្នាអញ្ចឹងហើយបានខ្ញុំលើកទឹកចិត្តថាវាយគ្នាក៏កុំវាយប្រឈមកណ្ដុងដាក់គ្នាក៏កុំធ្វើអត់មានសង្គ្រាមឈ្នះថៃទេព្រោះយើងបែកបាក់ជាតិខ្ញាក់ខ្ទេចខ្ទីអស់ហើយគឺមានតែទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទេយកមកប្រាមកឥឡូវស្លេះពីរឿងហ្នឹងចូលដល់រឿងឆបបោកអនឡាញម្ដងរឿងឆបបោកអនឡាញថ្ងៃនេះគឺខ្ញុំមានឱកាសដោយសារម៉ោងច្រើនដែរខ្ញុំនឹងពន្យល់បន្តិចអំពីចំណុចខ្សោយរបស់កម្ពុជាក្នុងវិស័យសារព័ត៌មានហើយគួរឲ្យសោកស្ដាយហើយសោកស្ដាយនេះគឺសោកស្ដាយដោយសារតែយើងដឹងហើយឮហើយតែយើងនៅតែប្រព្រឹត្តធ្វើឲ្យគេមើងងាយយើងរឿងតាក់ទងនឹងកម្ពុជាសំទោសកាសែតអាមេរិក The Wall Street Journal មិនលុបពាក្យថា Cambodia ចេញពីការផ្សាយរបស់ខ្លួនទេគឺនៅរក្សាដដែលក៏ប៉ុន្តែអនុញ្ញាតផ្សាយអត្ថបទតវ៉ារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកនេតភក្ត្រានៅលើអត្ថបទផ្សាយរបស់គេ